បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាផ្លូវដែលរដ្ឋបាលសុខសម្រោងបានធ្វើហើយដើម្បីងាយស្រួលទៅលេងនៅប្រាសាទសែនពូវៀងបាទអញ្ចឹងផ្លូវនេះឥឡូវគឺស្រួលហើយបាទអាចជិះបានឡានម៉ូតូជិះគ្នាយ៉ាងស្រួលហើយចំណែកថ្ងៃនេះថ្ងៃសៅរ៍បាទមនុស្សមកលេងច្រើនគ្រាន់បើបាទនៅប្រាសាទសែនពូវៀងបាទមានម៉ូតូមានឡានក្មេងចាស់ប្រុសស្រីអីបាទមកអង្គុយលេងមើលថ្ងៃលិចបាទហើយប្រាសាទសែនពូវៀងនេះរៀបថ្ងៃលិចគឺមានទេសភាពស្អាតបាទនៅជុំវិញប្រាសាទបាទឥឡូវគេឈូសឆាយស្កាប់ស្កាអីបាទលេងបាទស្រួលយើងមកអង្គុយលេងមើលទេសភាពអីចឹងទៅបាទហើយចំណែកបាទប្រាសាទនេះវិញគឺប្រាសាទសែននិមលបាទនៅជិតប្រាសាទសែនពូវៀងហ្នឹងបាទប្រាសាទនេះគឺសិតតែកសាងឡើងយូរឆ្នាំមកហើយបាទហើយធ្វើឡើងអំពីថ្មបាយក្រៀមដូចគ្នាបាទជាមួយនឹងប្រាសាទភ្នំយេសូនឹងហើយក្មេងៗគឺចូលចិត្តមកថតរូបបាទជាពិសេសក្មេងស្រីបាទមក selfie ថតរូបស្អាតបាទនៅងែកជែកជិះបាទហើយបានបងប្អូនមកលេងអីបាទខ្ចប់មហូបអាហារមកអង្គុយញ៉ាំនៅក្បែរប្រាសាទនឹងទៀតរឹតតែល្អប្រសើរទៀតបាទមានវាអាកាសធាតុវាល្អមែនទែនបាទឲ្យជួយអារម្មណ៍យើងស្រស់ថ្លាបាទញ៉ាំបដើមើលទេសភាពព្រៃភ្នំក៏ដូចជាប្រាសាទបដើបាទហើយបាទមានមនុស្សមកលេងអ៊ូអបាទធ្វើឲ្យយើងនឹងកាត់បន្ថយបាទ stress បាទឬក៏ភាពសោកសៅបានមកកម្រិតដែរបាទហើយនេះគឺជាទស្សនវិជ្ជានៅប្រាសាទសែននិមលនៅពេលល្ងាចម៉ោង5ជាងបាទនេះបាទពេលដែលចាំងថ្ងៃមកគឺមានពលឺចែងចាំងដោយចង់ពណ៌មាសបន្តិចនេះបាទចាំងមួយថ្មឲ្យក្រៀមមកចឹងបងប្អូនយើងដែលនៅបាទខេត្តជិតខេត្តឆ្ងាយអីគឺអាចមកលេងប្រាសាទភ្នំយេសូបានបាទព្រោះផ្លូវឥឡូវមានផ្លូវគេធ្វើឲ្យស្រួលបាទជិះឡានជិះអីមកអត់ភ័យព្រួយរឿងលុបរឿងអីទេហើយជុំវិញប្រាសាទគឺយើងមិនទាន់ជាមានផ្លូវអីស្រួលទេបាទគឺនៅរក្សាភាពដើមឡើយព្រោះមិនទាន់សូវមានការអភិវឌ្ឍទេគ្រាន់តែថាយើងអាចបើកឡានមកបានតែយើងទុកនៅខាងក្រោមឲ្យយើងដើរលេងដើរមើលប្រាសាទអីនីមួយឲ្យបានណាបាទម្ដុំនេះគឺវាលសុទ្ធតែព្រៃតែចំណែកប្រាសាទយើងគឺបាទដូចក្នុងទស្សនវិជ្ជានេះចឹងបាទវាមិនមានជាចម្លាក់អីបូក្បាច់រចនាបថអីច្រើនទេព្រោះវាសង់ពីថ្មបាយក្រៀមចឹងហើយមានបងប្អូនយើងមកទស្សនាច្រើនមកនៅចុងសប្តាហ៍បាទនៅកន្លែងអុជធូបបាទបងប្អូនយើងមកអង្គុយលំហែអារម្មណ៍បាទថ្មខ្លះក៏ធ្លាក់ក៏បាទចាត់ខ្ចាយមិនសូវទាន់មានការរៀបចំអីឲ្យស្អាតទេបាទព្រោះយើងទុកចោលយូរហើយប្រាសាទនេះបាទនោះគឺចដាខាងលិចចុះមកកើតហោសែតបើយើងឡើងទៅលើគឺឡើងទៅប្រាសាទភ្នំយេសូបាទនេះកាលពីជំនាន់មុនស្ដេចគាត់យាងចុះមកពីប្រាសាទភ្នំយេសូមកប្រាសាទសែននិមលមកតាមចដាហ្នឹងបាទហើយចដានេះគឺវាមិនជាចោតអីណាទេណាបើយើងឡើងអត់ឈប់ប្រហែលជា5នាទីអីដល់ខាងលើបាទឥឡូវខ្ញុំឡើងដើរទៅខាងលើនេះបាទកម្មចដាគេអញ្ចឹងបាទក្មេងៗអីក៏អាចឡើងបានដែរបាទគ្រាន់តែថាយើងត្រូវប្រយ័ត្នបន្តិចខ្លាចគាត់ដួលបាទលាត់ក្បាលជង្គង់លាត់អីព្រោះវារៀងចោតទៅកដាលនោះចោតពីក្រោមនេះទៅអត់សូវចោតទេបាទនេះនៅចាំងពលឺថ្ងៃឡើយទេបាទហើយជុំវិញកម្មចដានេះបាទសតតែគុំឫស្សីបាទគុំឫស្សីព្រៃក្នុងខែធ្លាក់ទឹកភ្លៀងមកបងប្អូនយើងដើររកតាពីងអីបាទគេហៅតាពីងព្រិចពីងព្រៃអីហ្នឹងបាទលោកបាទ
ចឹងយើងទៅសារដល់បុព្វបុរសយើងពីចំនួនដើមបាទខំកសាងប្រាសាទអីបាទកាប់ឆ្ការព្រៃបាទធ្វើកម្មចដាលឡើងមិនងាយទេបាទបើឲ្យយើងឡៅធ្វើគឺងាយទេបាទថ្មបាយក្រៀមនេះមិនដឹងថាដឹកមកពីណាអីពីណាដឹកតាមផ្លូវគោកផ្លូវទឹកអីទេនៅចំនួនមុនយើងទៅសារដល់បុព្វបុរសយើងមែនទែនបាទហើយកម្មចដាលនេះបាទខ្ញុំឡើងមកនេះឡើងចង់ដល់ពាក់កណ្ដាលផ្លូវនេះពាក់កណ្ដាលកម្មហើយឡើយខ្ញុំចុះទៅវិញបាទអូខ្ជិលឡើងឲ្យដល់បាទដល់ពាក់កណ្ដាលថតមើលមកខាងកើតមកនោះឃើញភ្នំចម្បាប់បាទហើយព្រៃសីនេះមើលឃើញប្រាសាទសែននិមលហ្នឹងបាទហើយពេលដែលយើងឡើងដល់លើហើយមើលមកកើតវិញបាទឃើញសុទ្ធតែដើមត្នោតអញ្ចឹងពាក់ច្រើនសម្បូរដើមត្នោតហ្មងបាទសម្បូរដើមត្នោតមែនទែនមើលទេសភាពល្អបើសិនជាពេលព្រឹកវិញថតទៅទេសភាពរឹតស្អាតតែនេះវាល្ងាចនៅចាំងថ្ងៃចឹងបងប្អូនកុំភ្លេចមកចូលរួមបាទទស្សនានៅប្រាសាទរបស់ដូនតាយើងបាទឡើងមកគឺស្រស់ស្អាតហ៎បងបាទស្រស់ស្អាតមែនទែនបាទនេះខ្ញុំខ្ញុំជិះនេះផ្លូវគេបាទនេះផ្លូវចេញពីប្រាសាទសែននិមលឡើងវិញបាទគឺផ្លូវគេបែបហ្នឹងយើងចេញពីប្រាសាទសែននិមលហ្នឹងទៅឆ្ពោះទៅប្រាសាទសែនពូវៀងអានេះបាទជិះទៅមិនឆ្ងាយទេប្រហែលជាយើងថាប្រហែលជា800-900 ម៉ែត្រអញ្ចឹងទៅយើង1គីឡូអីហ្នឹងបាទយើងដល់ប្រាសាទសែនពូវៀងហើយបាទហើយផ្លូវគឺបែបហ្នឹងអាចធ្វើដំណើរបានបាទជិះឡានជិះម៉ូតូជិះគ្នាគឺអត់ពិបាកទេបាទហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបាទបានទស្សនានៅវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយចុច Subscribe ឬក៏ Like ដើម្បីទទួលបាននៅវីដេអូបាទថ្មីជាបន្តទៀតបាទហើយបាទសូមអរគុណនិងជម្រាបលា